សួស្តីអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងតមេរៀនទៀតទាក់ទងជាមួយពាក្យតើនេះហ្នឹងហើយអញ្ចឹងពាក្យនេះយើងអានថា citizen ប្រជាពលរដ្ឋតើនេះ every citizen has rights ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិនៅក្នុងការធ្វើឲ្យមួយយ៉ាងទៅតើនេះហ្នឹងហើយ a responsible citizen obeys laws ប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវការថាគ្រប់ច្បាប់អញ្ចឹងណាហ្នឹងហើយយល់ណាហ្នឹងហើយ I am a citizen of Cambodia ខ្ញុំគឺជាការប្រជាពលរដ្ឋនៃប្រទេសកម្ពុជា Cambodia ចេះអានណាមិន Cambodia ទេតោះនេះយល់ទេហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងឯងហើយចង់រៀនភាសាអង់គ្លេសមកលោកតាមអនឡាញជាកម្មវឹកតំណតាម Telegram by @english with Campbell និងគេ account Telegram មួយនេះហើយតំណសួរព័ត៌មានទៅ alright ហើយនៅខ្លះគាត់តំណមកតាម Facebook page លោកគ្រូអត់ស្ូវមានពេលមើលប្រហែលទេតោះនេះហ្នឹងហើយដោយសារ level brain សោះហ្នឹងហើយអញ្ចឹងបើអាច Telegram គឺលឿនតែម្ដងតោះនេះហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងឯង bye bye